ចំណុចដែលត្រូវសំចតប្រើបាទនេះហៅអូបងខ្មែរក្រហមយូរហើយឈ្មោះនឹងបាទតាំងពីជំនាន់គាត់តស៊ូមុនរបបសាធារណរដ្ឋខ្មែរលន់នល់ផងក៏មិនដឹងអត់ច្បាស់ណាគេហៅតគ្នាយូរដែរហើយទឹកកម្រដាច់ទឹកខែប្រាំងរីងរាំងស្ងួតគោកគាំងណានៃអីផ្សេងក៏ដោយឬកម្រដាច់ឆឹកមើលបងប្អូនហូរតាមកលុកកលៀតថ្មមកអញ្ចឹងពួកខ្ញុំត្រៀមវារបៀបជាស្បៀងបំបត្តិស្រែកគឺទឹកនឹងត្រៀមតិចម្នាក់កន្លះដបធំអីគ្រាន់ជួយដោះស្រាយដោះតតាមផ្លូវហ្នឹងដល់ដល់គោដៅគេហៅអីរូងជំនាងណារូងជំនាងមានផ្ទះក្រហមផ្ទះខៀវអីថ្លាដល់ពេលបានចំមកជន់ទៅកាន់ល្អបាទហ្នឹងបើអ្នកណាមិនទុកចិត្តយកដាំបន្ថែមទៀតទៅមិនគឺនេះបងហក់ហ្មងហើយបានហក់បាទអូហើយទៅមើលកន្លែងខ្ញុំបោះកាមុនកន្លែងខ្ញុំបោះតង់ថតពីឆ្ងាយតិចបោះកំសៀងឆ្ងាយកំសត់ជាងគេបន្តិចដែរតែអត់អីទេសបាយទៅហើយនេះកន្លែងចុំយ៉ានេះកន្លែងកណោអស់ខ្ញុំគោប្រកាត់កុំឲ្យល្ងាវិញនេះនៅចុងហ្នឹងប្រឡោះហ្នឹងមានអីបោះតង់មួយតែឯងអីមិនឆ្ងាយគេហ្មងឆ្ងាយប្រហែលជា30-40 ម៉ែត្រពីគេណាដល់ផង20-30 ម៉ែត្រពីគេហ្នឹងប្រឡោះហ្នឹងស្អាតក្រនបើតឥឡូវមកលេងទៅកាត់កន្លែងហ្នឹងទៅសម្រាប់នៅផ្សេងដូចជាអុយលោកនោះបាទចឹងរំដល់ហើយនឹងលេងផ្ទុះបានមកវិញប្រហែលជាម៉ោង3 រសៀលអីមកដល់គោដៅវិញនៅប៉យលោកតទៀតហើយណាបាទចឹងចេញដំណើរលេងទៅអីជាក់តិចដល់ភ្លេចខ្លួនឆាប់ដល់ដែរទេអាចរកមួយឆារកត្រីបានដោះស្រាយបានខ្លះទៀតបានមែនទេបាទអរគុណបងប្អូនសុខសប្បាយអ្នកនរគ្នា